នៅក្នុងពិភពនៃការស៊ើបអង្កេតភស្តុតាងវិទ្យាសាស្ត្រអាចបង្ហាញពីការពិតបានគ្រប់យ៉ាងប៉ុន្តែវាមិនអាចប្រាប់យើងពីចិត្តគំនិតដ៏ស្មុគស្មាញរបស់មនុស្សបានឡើយតើអ្នកធ្លាប់គិតទេថាមនុស្សដែលយើងស្រឡាញ់និងទុកចិត្តបំផុតអាចជាមនុស្សដែលលាក់អាចកំបាំងដ៏ខ្មៅងងឹតបំផុតនៅពីក្រោយខ្នងរបស់យើងខាងមុខគាត់ជាអ្នកដឹកនាំសាសនាដ៏មានឥទ្ធិពលបង្រៀនមនុស្សឲ្យស្គាល់ពីសេចក្តីស្រឡាញ់និងភាពស្មោះត្រង់ប៉ុន្តែនៅពីក្រោយខ្នងបែរជាលួចរៀបចំផែនការយ៉ាងសម្ងាត់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញអ្វីដែលគួរឲ្យតក់ស្លុតបំផុតនោះគឺភស្តុតាងដែលបានលាតត្រដាងការពិតមិនមែនបានមកពីសាក្សីដែលបានឃើញផ្ទាល់ភ្នែកនោះទេប៉ុន្តែវាត្រូវបានបន្សល់ទុកនៅក្នុងប្រវត្តិស្វែងរកនៃកុំព្យូទ័រយួរដៃមួយគ្រឿងនិងសំណួរចុងក្រោយនៃពាក្យមួយឃ្លាចេញពីបបោមាត់របស់នារីរងគ្រោះមុនពេលដែលនាងបិទភ្នែកចាកចេញពីโลกនេះទៅដើម្បីយល់ពីជម្រៅនៃរឿងរ៉ាវមួយនេះយើងត្រូវមកស្គាល់នារីម្នាក់គឺអ្នកនាងការីសានាងបានផ្លាស់ប្ដូរទីលំនៅពីប្រទេសហ្វីលីពីនមករស់នៅក្នុងទីក្រុងតូរ៉ុនតូប្រទេសកាណាដាតាំងពីអាយុ13ឆ្នាំការីសាជានារីដែលរៀនពូកែខ្លាំងណាស់នាងចូលចិត្តយល់ដឹងពីវិទ្យាសាស្ត្ររហូតរៀនចប់សញ្ញាបត្រ2ទន្ទឹមគ្នាពីសាកលវិទ្យាល័យដ៏ល្បីមួយក្រោយមកនាងបានទទួលការងារល្អមួយជាអ្នកវិភាគទិន្នន័យហានិភ័យដែលជាការងារទាមទារភាពហ្មត់ចត់និងវៃឆ្លាតបំផុតក្រៅពីការងារនាងជាមនុស្សដែលមានចិត្តល្អចូលចិត្តជួយអ្នកដទៃដោយស្ងប់ស្ងាត់និងមានជំនឿសាសនាយ៉ាងមុតមាំនៅក្នុងព្រះវិហារមនុស្សជុំវិញខ្លួនតែងតែសរសើរនាងថាជាមនុស្សដែលមានចិត្តមេត្តានិងស្មោះត្រង់ពិតប្រាកដនៅក្នុងព្រះវិហារនោះហើយដែលនាងបានជួបនិងរៀបការជាមួយលោកភីលីបនៅក្នុងឆ្នាំ2008នៅពេលនោះភីលីបមានអាយុត្រឹមតែ22ឆ្នាំប៉ុណ្ណោះប៉ុន្តែគាត់ជាគ្រូគង្វាលវ័យក្មេងម្នាក់ដែលទទួលបានការទុកចិត្តនិងការគោរពសរសើរយ៉ាងច្រើនពីមនុស្សជុំវិញខ្លួនជីវិតប្តីប្រពន្ធរបស់ពួកគេមើលទៅដូចជាមានសុភមង្គលនិងល្អឥតខ្ចោះណាស់រហូតមកដល់ឆ្នាំ2011ដំណឹងរីករាយដ៏ធំមួយក៏បានមកដល់គឺការីសាបានដឹងថានាងមានផ្ទៃពោះកូនដំបូងនាងស្រឡាញ់និងប្រុងប្រយ័ត្នចំពោះកូនក្នុងផ្ទៃនេះខ្លាំងណាស់នាងថែមទាំងបានដាក់រហស្សនាមឲ្យកូនតូចនោះថា Jelly Ben នាងបារម្ភពីសុខទុក្ខកូនជានិច្ចរហូតដល់ថ្នាក់សូម្បីតែថ្នាំធម្មតាដែលគ្រូពេទ្យចេញវិជ្ជបញ្ជាឲ្យប្រើប្រាស់ដើម្បីកាត់បន្ថយការចាញ់កូនប៉ុន្តែវាអាចធ្វើឲ្យងងុយដេកបន្តិចបន្តួចក៏នាងមិនហ៊ានលេបដែរនាងមិនព្រមលេបសារធាតុណាដែលមិនចាំបាច់ឡើយព្រោះសម្រាប់នាងសុខភាពរបស់ Jelly Ben គឺជារឿងសំខាន់បំផុតប៉ុន្តែនៅអំឡុងពេលដែលនាងកំពុងតែទន្ទឹមរង់ចាំមើលមុខកូនតូចដោយក្តីសង្ឃឹមនាងមិនបានដឹងទាល់តែសោះថាស្វាមីដែលនាងស្រឡាញ់និងទុកចិត្តបំផុតបែរជាកំពុងតែរុញច្រាននាងឲ្យដើរចូលទៅក្នុងផ្លូវមួយដែលគ្មានថ្ងៃត្រឡប់មកវិញបាននៅពីក្រោយរូបភាពជាគ្រួសារគំរូនិងការទន្ទឹមរង់ចាំមើលមុខកូនតូចភាពពិតដ៏ជូរចត់មួយបានលេចឡើងការីសាបានរកឃើញរឿងរ៉ាវដ៏រន្ធត់ចិត្តមួយគឺស្វាមីរបស់នាងលោកភីលីបបានលួចមានទំនាក់ទំនងស្នេហាលាក់បាំងជាមួយនឹងស្ត្រីម្នាក់ទៀតនៅក្នុងព្រះវិហារដែលស្ត្រីម្នាក់នោះត្រូវជាមិត្តភក្តិជិតដិតរបស់ការីសាផ្ទាល់ថែមទៀតផងការក្បត់ទំនុកចិត្តដ៏ធំនេះបានក្លាយជារឿងរ៉ាវអាស្រូវដ៏ធំមួយនៅក្នុងសហគមន៍សាសនារហូតធ្វើឲ្យភីលីបត្រូវបង្ខំចិត្តលាឈប់ពីតួនាទីជាគ្រូគង្វាលយ៉ាងអាម៉ាស់ដើម្បីជួយសង្គ្រោះអាពាហ៍ពិពាហ៍ការីសាបានព្យាយាមផ្ដល់ឱកាសនិងលើកលែងទោសឲ្យប្តីដោយសារនាងជាមនុស្សមានចិត្តមេត្តាខ្ពស់នាងថែមទាំងបានដំឡើងកម្មវិធីពិសេសមួយនៅលើកុំព្យូទ័ររួមរបស់ពួកគេដើម្បីទប់ស្កាត់ការចូលទៅមើលគេហទំព័រអាភាសផ្សេងៗដែលជាបញ្ហាមួយទៀតរបស់លោកភីលីបចំណែកភីលីបបន្ទាប់ពីចាកចេញពីព្រះវិហារគាត់បានផ្លាស់ប្ដូរទៅធ្វើការងារថ្មីជាអ្នកគ្រប់គ្រងគិលានុបដ្ឋាននៅក្នុងមជ្ឈមណ្ឌលថែទាំមនុស្សចាស់មួយកន្លែងនាទីក្រុងតូរ៉ុនតូនៅក្នុងតួនាទីថ្មីនេះភារកិច្ចប្រចាំថ្ងៃរបស់គាត់គឺការបែងចែកនិងចាត់ចែងឱសថផ្សេងៗទៅតាមអ្នកជំងឺរួមទាំងការកំទេចឱសថដែលនៅសេសសល់ហើយនៅក្នុងចំណោមឱសថដែលធ្លាប់ឆ្លងកាត់ដៃរបស់គាត់ជារៀងរាល់ថ្ងៃនោះគឺមានសារធាតុរងាប់អារម្មណ៍កម្រិតធ្ងន់មួយឈ្មោះថា Lorazepam ដែលជាប្រភេទថ្នាំសន្សំធ្វើឲ្យមនុស្សបាត់បង់ការគ្រប់គ្រងស្មារតីនិងងងុយដេកខ្លាំងទោះបីជាខាងក្រៅមើលទៅលោកភីលីបដូចជាកំពុងព្យាយាមកែខ្លួនប៉ុន្តែការពិត
គាត់មិនបានបញ្ចប់ទំនាក់ទំនងស្នេហាលាក់បាំងនោះឡើយគាត់មានអារម្មណ៍ថាមិនពេញចិត្តចំពោះភរិយាដែលកំពុងតាមដានរូបគាត់រហូតមកដល់ដើមខែតុលាឆ្នាំ2011នៅក្នុងវគ្គប្រឹក្សាជីវិតប្តីប្រពន្ធការីសាបានប្រឈមមុខសួរដេញដោលលោកភីលីបចំអំពីទំនាក់ទំនងលាក់បាំងដែលគាត់បានលួចបន្តប៉ុន្តែភីលីបនៅតែបដិសេធដដែលគ្រាន់តែ3ថ្ងៃបន្ទាប់ពីការជជែកដេញដោលនោះពលគឺនៅថ្ងៃទី14ខែតុលាហេតុការណ៍មិនប្រក្រតីដំបូងបានកើតឡើងការីសាស្រាប់តែមានអារម្មណ៍វិលមុខយ៉ាងខ្លាំងវង្វេងវង្វាន់និងបាត់បង់ការគ្រប់គ្រងសាច់ដុំភ្លាមដោយគ្មានមូលហេតុនោះឡើយវាជាអាការៈធ្ងន់ធ្ងររហូតដល់ភីលីបត្រូវបើកឡានជូននាងទៅមន្ទីរពេទ្យនៅក្នុងស្ថានភាពដែលស្មារតីកំពុងវង្វេងវង្វាន់នោះការីសាបានងាកទៅសួរភីលីបទាំងមន្ទិលសង្ស័យចំថាតើបងបានដាក់ថ្នាំអ្វីឲ្យអូនលេបមែនទេប៉ុន្តែភីលីបបានឆ្លើយបដិសេធយ៉ាងដាច់អហង្ការក្រោយមកអាការៈរបស់នាងបានធូរស្រាលហើយគ្រូពេទ្យក៏បានអនុញ្ញាតឲ្យនាងត្រឡប់មកផ្ទះវិញគ្មាននរណាម្នាក់ដឹងឡើយថាព្រឹត្តិការណ៍ថ្ងៃទី14តុលានោះមិនមែនជាជំងឺចាយដន់ឡើយប៉ុន្តែវាគឺជាការធ្វើតេស្តសាកល្បងដ៏ខ្មៅងងឹតរបស់ភីលីបដើម្បីចង់ដឹងពីកម្រិតនិងប្រតិកម្មរបស់ថ្នាំសណ្ដំនៅលើរាងកាយភរិយារបស់ខ្លួនហើយគ្រាន់តែ3ថ្ងៃក្រោយមកគឺនៅយប់ថ្ងៃទី17ខែតុលាឆ្នាំ2011ផែនការចុងក្រោយក៏បានមកដល់ភីលីបបានខលទូរស័ព្ទទៅកាន់លេខសង្គ្រោះបន្ទាន់911ទាំងសំឡេងស្លន់ស្លោដោយរាយការណ៍ថាគាត់ទើបតែត្រឡប់មកពីរថហាត់ប្រាណនៅខាងក្រៅហើយក៏បានប្រទះឃើញភរិយារបស់ខ្លួនបាត់បង់ស្មារតីនៅក្នុងអាងងូតទឹកបាត់ទៅហើយទោះបីជាក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះយ៉ាងណាក៏ដោយក៏ការីសានិងកូនតូចនៅក្នុងផ្ទៃបានចាកចេញពីលោកនេះទៅជាស្ថាពរនៅក្នុងវ័យត្រឹមតែ29ឆ្នាំសាច់រឿងមើលទៅដូចជាគ្រោះថ្នាក់លង់ទឹកដោយចៃដន្យហើយបាត់បង់ជីវិតប៉ុន្តែការពិតដ៏រន្ធត់ទាំងអស់ត្រូវបានលាក់បាំងនៅពីក្រោយរបាយការណ៍របស់ប៉ូលីសដំបូងឡើយរឿងរ៉ាវបាត់បង់ជីវិតរបស់ការីសាមើលទៅដូចជាគ្រោះថ្នាក់ចៃដន្យដោយសារតែភីលីបបានប្រាប់ប៉ូលីសថាគាត់គ្រាន់តែចេញទៅរត់ហាត់ប្រាណប្រហែល1ម៉ោងប៉ុណ្ណោះនៅពេលត្រឡប់មកវិញក៏បានឃើញរឿងអកុសលនេះតែម្ដងប៉ុន្តែនៅពេលដែលក្រុមស៊ើបអង្កេតបានពិនិត្យទៅលើភស្តុតាងផ្សេងពួកគេបានដឹងភ្លាមថារឿងនេះមិនមែនជាគ្រោះថ្នាក់ធម្មតានោះឡើយភស្តុតាងដំបូងដែលធ្វើឲ្យគ្រប់គ្នាញាប់ញ័រគឺលទ្ធផលកសោវិច័យឈាមរបស់ការីសាគ្រូពេទ្យបានរកឃើញសារធាតុសណ្ដំកម្រិតធ្ងន់ម្យ៉ាងឈ្មោះថាឡូរ៉ាសេប៉ាមនៅក្នុងខ្លួនរបស់នាងថ្នាំប្រភេទនេះធ្វើឲ្យអ្នកលេបមានអាការៈវង្វេងវង្វាន់វិលមុខនិងបាត់បង់ការគ្រប់គ្រងសាច់ដុំអ្វីដែលសំខាន់បំផុតនោះគឺការីសាមិនដែលត្រូវបានគ្រូពេទ្យណាម្នាក់ចេញវិជ្ជបញ្ជាឲ្យប្រើប្រាស់ថ្នាំនេះសូម្បីតែម្ដងដោយដែលយើងបានដឹងហើយថានាងជាមនុស្សប្រុងប្រយ័ត្ននិងស្រឡាញ់កូននៅក្នុងផ្ទៃខ្លាំងណាស់សូម្បីតែថ្នាំចាញ់កូនធម្មតាក៏នាងមិនហ៊ានលេបផងដូច្នេះវាមិនអាចទៅរួចដាច់ខាតដែលនាងទៅស្វែងរកថ្នាំសណ្ដំដ៏គ្រោះថ្នាក់នេះយកមកលេបការសង្ស័យទាំងឡាយបានធ្លាក់ទៅលើភីលីបភ្លាមព្រោះកន្លែងការងារថ្មីរបស់គាត់គឺជាមជ្ឈមណ្ឌលថែទាំមនុស្សចាស់ដែលជាកន្លែងមានស្តុកទុកនិងចែកចាយថ្នាំឡូរ៉ាសេប៉ាមនេះជារៀងរាល់ថ្ងៃនៅពេលប៉ូលីសចាប់ផ្ដើមឆែកមើលប្រព័ន្ធបច្ចេកវិទ្យានិងកុំព្យូទ័ររួមរបស់ពួកគេការពិតដ៏ខ្មៅងងឹតក៏បានលាតត្រដាងនៅក្នុងកុំព្យូទ័រនោះមានប្រវត្តិស្វែងរកព័ត៌មានយ៉ាងលម្អិតអំពីថ្នាំសណ្ដំនេះពាក្យស្វែងរកមានដូចជាតើថ្នាំនេះមានឥទ្ធិពលអ្វីខ្លះតើកម្រិតប៉ុណ្ណាទើបអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតឬតែច្បាស់ជាងនេះទៅទៀតក្រុមស៊ើបអង្កេតបានពិនិត្យទិន្នន័យទូរស័ព្ទនិងប្រព័ន្ធ Digital ហើយបានរកឃើញថាភីលីបបានភូតកុហកប៉ូលីសទាំងស្រុងអំពីសកម្មភាពរបស់គាត់នៅយប់កើតហេតុគាត់មិនបានទៅរត់ហាត់ប្រាណនៅខាងក្រៅផ្ទះដោយដែលគាត់បាននិយាយឡើយផ្ទុយទៅវិញទិន្នន័យបង្ហាញថាគាត់ស្ថិតនៅក្នុងផ្ទះហើយរវល់និយាយទូរស័ព្ទជាមួយស្រីស្នេហ៍របស់គាត់ហើយអ្វីដែលធ្វើឲ្យហួសចិត្តបំផុតនោះគឺគាត់បានប្រើប្រាស់លេខកូដបណ្ដោះអាសន្នដើម្បីចូលទៅលុបកម្មវិធីការពារអ៊ីនធឺណិតដែលភរិយារបស់គាត់បានដំឡើងនៅក្នុងកុំព្យូទ័រគាត់បានធ្វើសកម្មភាពលុបកម្មវិធីនេះចំពេលដែលការីសាកំពុងស្ថិតក្នុងបន្ទប់ទឹកតែម្ដងបន្ទាប់មកប៉ូលីសបានធ្វើរឿងមួយដ៏សំខាន់បំផុតគឺពួកគេបានត្រឡប់ទៅយកសំណាក់ឈាមរបស់ការីសាកាលពីថ្ងៃទី14តុលាដែលជាថ្ងៃនាងមានអាការៈវិលមុខហើយចូលពេទ្យជាលើកដំបូងនោះយកមកពិនិត្យឡើងវិញលទ្ធផលបង្ហាញថានៅថ្ងៃនោះក៏មានសារធាតុសណ្ដំនេះនៅក្នុងខ្លួននាងដូចគ្នាហើយតាមរយៈភស្តុតាងនេះតុលាការបានសន្និដ្ឋានថាព្រឹត្តិការណ៍កាលពីថ្ងៃទី14តុលា
មិនមែនជារឿងចាយដនឡើយប៉ុន្តែវាជាការធ្វើតេស្តសាកល្បងរបស់ Philip ដើម្បីចង់ដឹងថាតើថ្នាំប្រភេទនេះមានប្រតិកម្មខ្លាំងកម្រិតណានិងចង់មើលពីស្ថានភាពរបស់ប្រពន្ធមុននឹងគាត់សម្រេចចិត្តប្រើប្រាស់វាម្ដងទៀតនៅ3ថ្ងៃក្រោយរឿងរ៉ាវក្តីក្តាំងមួយនេះមិនមែនបញ្ចប់ទៅដោយងាយៗនោះឡើយការកាត់ក្តីលើកដំបូងត្រូវបានធ្វើឡើងនៅក្នុងឆ្នាំ2014នៅក្នុងដំណើរការកាត់ក្តីភាគីខាង Philip និងក្រុមមេធាវីការពារក្តីរបស់គាត់បានព្យាយាមប្រកែកយ៉ាងខ្លាំងដោយពួកគេបានទម្លាក់កំហុសទាំងស្រុងទៅលើការរីសាថានាងអាចនឹងមានវិបត្តិផ្លូវចិត្តឬធ្លាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរក្រោយពេលដែលដឹងថាក្រុមគ្រួសារមានរឿងបែកបាក់ដោយលោក Philip លួចក្បត់ចិត្តនាងពួកគេថែមទាំងបានលើកឡើងថានាងអាចនឹងប្រើប្រាស់សារធាតុទាំងនេះដោយខ្លួនឯងរហូតបណ្ដាលឲ្យមានគ្រោះថ្នាក់បែបនេះប៉ុន្តែចៅក្រមមិនបានជឿលើពាក្យដោះស្រាយទាំងនោះឡើយព្រោះមិនមានភស្តុតាងណាមួយបង្ហាញថាការរីសាមានសញ្ញាធ្លាក់ទឹកចិត្តឬចង់ធ្វើបាបខ្លួនឯងនោះទេអ្វីដែលគ្រប់គ្នាដឹងច្បាស់គឺនាងស្រឡាញ់នឹងការពារកូននៅក្នុងផ្ទៃខ្លាំងណាស់សំណុំរឿងដ៏ស្មុគស្មាញមួយនេះបានអូសបន្លាយពេលយ៉ាងយូរនិងឆ្លងកាត់ការកាត់ក្តីឡើងវិញជាច្រើនដងដោយសារតែមានបញ្ហាបច្ចេកទេសច្បាប់ខ្លះៗនៅក្នុងការកាត់ក្តីលើកដំបូងនៅក្នុងអំឡុងពេលដែលរងចាំការកាត់ក្តីឡើងវិញនោះលោក Philip បានរស់នៅក្រៅឃុំដោយមានប្រាក់ធានារ៉ាប់រងរយៈពេលជាច្រើនឆ្នាំខណៈពេលដែលក្រុមគ្រួសាររបស់ការីសាត្រូវបង្ខំចិត្តអង្គុយស្ដាប់ការជជែកដេញដោលដ៏ឈឺចាប់នៅក្នុងតុលាការគ្រប់ពេលទាំងអស់រហូតមកដល់ថ្ងៃទី28ខែកុម្ភៈឆ្នាំ2019គណៈវិនិច្ឆ័យបានចំណាយពេលពិភាក្សាគ្នាត្រឹមតែ1ថ្ងៃប៉ុណ្ណោះហើយបានសម្រេចចិត្តរួមគ្នាថា Philip ពិតជាមានទោសពីបទមនុស្សឃាតបន្ទាប់មកនៅថ្ងៃទី7ខែមករាឆ្នាំ2020តុលាការជាន់ខ្ពស់នៃរដ្ឋអនតារីយ៉ូដឹកនាំដោយចៅក្រមបានប្រកាសសាលក្រមជាផ្លូវការផ្ដន្ទាទោសលោក Philip ឲ្យជាប់ពន្ធនាគាររយៈពេល15ឆ្នាំនៅក្នុងសាលក្រមចៅក្រមបានប្រើពាក្យធ្ងន់ធ្ងរទៅលើទង្វើរបស់ Philip ថាជាទង្វើដែលអមនុស្សធម៌ខុសខើនិងមានការរៀបចំទុកជាមុនយ៉ាងម៉ត់ចត់ទោះបីជាច្បាប់តម្រូវឲ្យកាត់ទោសក្រោមបទល្មើសអចេតនាដោយសារលក្ខខណ្ឌច្បាប់បច្ចេកទេសនៃការប្តឹងតវ៉ាប៉ុន្តែចៅក្រមបានលើកឡើងថាសកម្មភាពរបស់ Philip គឺមានលក្ខណៈជិតនឹងការធ្វើឃាតដោយចេតនាព្រោះគាត់បានធ្វើបាបភរិយាខ្លួនឯងរហូតទៅដល់2ដងទាំងដឹងថានាងកំពុងមានផ្ទៃពោះ Philip បានព្យាយាមប្តឹងឧទ្ធរណ៍បន្តទៀតប៉ុន្តែនៅដើមខែឧសភាឆ្នាំ2022តុលាការជាន់ខ្ពស់បានបដិសេធរាល់ការតវ៉ារបស់គាត់ទាំងអស់ហើយបានបង្កល់ទោសដល់5ឆ្នាំដដែលដែលជាការបិទបញ្ចប់រឿងក្តីនេះជាស្ថាពរក្រោយពីបានស្ដាប់សាច់រឿងទាំងមូលហើយរឿងរ៉ាវមួយនេះបានបន្សល់ទុកនៅចំណុចគួរឲ្យគិតនិងវិភាគស៊ីជម្រៅជាច្រើនជាពិសេសគឺទៅលើអេរិយាបថរបស់លោក Philip ផ្ទាល់តែម្ដងអ្វីដែលធ្វើឲ្យក្រុមអ្នកច្បាប់និងសាធារណជនហួសចិត្តបំផុតនោះគឺចាត់តាំងពីថ្ងៃដែលរឿងហេតុបានលាតត្រដាងរហូតដល់ការកាត់ក្តីលើកទី1នៅក្នុងឆ្នាំ2014និងការកាត់ក្តីលើកទី2នៅក្នុងឆ្នាំ2019លោក Philip មិនដែលឡើងទៅលើកៅអីសាក្សីដើម្បីបកស្រាយឬដោះស្រាយការពារខ្លួនឯងសូម្បីតែម្ដងគាត់បានជ្រើសរើសយកភាពស្ងៀមស្ងាត់ទាំងស្រុងនិងបណ្ដោយឲ្យមេធាវីជាអ្នកតវ៉ាជំនួសនៅក្នុងពិភពនៃច្បាប់ភាពស្ងៀមស្ងាត់គឺជាសិទ្ធិរបស់ជនជាប់ចោទប៉ុន្តែសម្រាប់មនុស្សជុំវិញខ្លួនវាហាក់ដូចជាបង្ហាញពីភាពតល់ច្រកព្រោះភស្តុតាងវិទ្យាសាស្ត្រនិងភស្តុតាង Digital ដែលប៉ូលីសបានរកឃើញគឺច្បាស់លាស់ពេករហូតមិនអាចមានពាក្យអ្វីមកដោះសារបានម្យ៉ាងវិញទៀតករណីនេះបានបង្កើតជាផលប៉ះពាល់ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដល់សហគមន៍សាសនាជុំវិញខ្លួនរបស់ពួកគេលោក Philip ធ្លាប់ធ្វើជាគ្រូគង្វាលវ័យក្មេងម្នាក់ដែលទទួលបានការគោរពនិងការទុកចិត្តយ៉ាងខ្លាំងគាត់ធ្លាប់ឈរនៅលើវេទិកាបង្រៀនមនុស្សពីសីលធម៌ភក្តីភាពនិងភាពស្អាតស្អំនៅក្នុងជីវិតអាពាហ៍ពិពាហ៍ប៉ុន្តែការដែលគាត់មានមុខមាត់ពីរនិងបានប្រើប្រាស់ចំណេះដឹងផ្នែកវិទ្យាសាស្ត្រទៅធ្វើបាបភរិយាដែលកំពុងមានផ្ទៃពោះកូនដំបងរហូតទៅដល់2ដងបែបនេះវាបានធ្វើឲ្យមនុស្សជាច្រើនបាត់បង់ជំនឿចិត្តនិងខកចិត្តយ៉ាងខ្លាំងវាបង្ហាញឲ្យឃើញថាពេលខ្លះគ្រោះថ្នាក់បំផុតមិនមែនមកពីមនុស្សចម្លែកខាងក្រៅនោះទេប៉ុន្តែវាអាចកើតចេញពីមនុស្សដែលយើងធ្លាប់គោរពនិងផ្ដល់សេចក្តីស្រឡាញ់ឲ្យអស់ពីបេះដូងអ្វីត្បិតតែយុត្តិធម៌ត្រូវបានផ្ដល់ជូនបន្ទាប់ពីគ្រួសារជនរងគ្រោះត្រូវតស៊ូផ្លូវច្បាប់និងស៊ូទ្រាំនឹងការឈឺចាប់អស់រយៈពេលជាង10ឆ្នាំប៉ុន្តែការបាត់បង់ដ៏ធំធេងរបស់ការីសានិងកូនតូចនៅក្នុងផ្ទៃមិនអាចយកអ្វីមកជំនួសបានឡើយម្ដាយរបស់ការីសា
បាននិយាយទាំងទឹកភ្នែកនៅក្នុងតុលាការថាក្នុងនាមជាអ្នកមានជំនឿសាសនានាងបានអត់ទោសឲ្យភីលីបចំពោះអ្វីដែលគាត់បានធ្វើប៉ុន្តែនាងមិនអាចទទួលយកបានឡើយនៅការបាត់បង់កូនស្រីដ៏កំសត់ហើយព្រលឹងរបស់ការីសាគឺកំពុងតែស្រែកទាមទាររកយុត្តិធម៌ពីក្នុងភ្នូរសាច់រឿងដ៏អាថ៌កំបាំងមួយនេះបានបន្សល់ទុកនៅមេរៀននិងការដាស់តឿនដ៏ធំដល់មនុស្សគ្រប់គ្នាអំពីតម្លៃនៃភាពស្មោះត្រង់នៅក្នុងជីវិតអាពាហ៍ពិពាហ៍និងការប្រុងប្រយ័ត្នចំពោះមនុស្សដែលនៅជិតខ្លួនបំផុតហើយវាក៏ជាសារព្រមានដ៏សំខាន់មួយអំពីគ្រោះថ្នាក់នៃការប្រើប្រាស់ថ្នាំនិងសារធាតុវេជ្ជសាស្ត្រខុសបច្ចេកទេសផងដែរតាមរយៈករណីនេះយើងអាចដកស្រង់នៅចំណុចប្រុងប្រយ័ត្នសំខាន់ៗមួយចំនួនសម្រាប់ជីវិតប្រចាំថ្ងៃហាមប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជាច្បាស់លាស់ថ្នាំពេទ្យគឺជាអាវុធមុខពីរវាអាចព្យាបាលជំងឺបានប៉ុន្តែវាក៏អាចក្លាយជាឧបករណ៍បង្កគ្រោះថ្នាក់ដល់ជីវិតបានដែរប្រសិនបើយើងប្រើប្រាស់ខុសកម្រិតឬប្រើប្រាស់ដោយគ្មានការណែនាំពីគ្រូពេទ្យជំនាញដូចជាប្រភេទថ្នាំសណ្ដំឬថ្នាំរំងាប់អារម្មណ៍ខ្លាំងជាដើមជីវិតមនុស្សម្នាក់ពិតជាមានតម្លៃណាស់ដូច្នេះសូមដាស់តឿនខ្លួនឯងនិងមនុស្សជាទីស្រឡាញ់ជុំវិញខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ចនៅក្នុងការរស់នៅសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះចាត់តាំងពីដើមរហូតដល់ចប់ប្រសិនបើបងប្អូនចូលចិត្តកុំភ្លេចចុច like និង Subscribe ដើម្បីទទួលបានសាច់រឿងបន្តទៀតសូមអរគុណជួបគ្នានៅវីដេអូក្រោយ